រកឃើញមានសារធាតុគីមីហាមឃាត់ហ្វម៉ាលីននៅក្នុងគ្រឿងសមុទ្រនិងសារធាតុគីមីហាមឃាត់បូរ៉ាក់ក្នុងពពុះសណ្តែកសរុបចំនួន 8.10 គីឡូក្រាមថ្ងៃទី17 ខែមិថុនាឆ្នាំ2025មន្ត្រីអធិការកិច្ចម្ហូបអាហារនៃសាខាកបបខេត្តបាត់ដំបងបាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារសហការជាមួយគណៈគ្រប់គ្រងផ្សារបានចុះត្រួតពិនិត្យធ្វើតេស្តបឋមទៅលើគ្រឿងសមុទ្រនំបញ្ចុកពពុះសណ្តែកគុយទាវសរសៃធំគុយទាវសរសៃតូចនិងប្រហិតបៀចំនួន6តូបនៅក្នុងផ្សារថ្មីស្ថិតនៅក្នុងភូមិ13មករាសង្កាត់ព្រែកព្រះស្ដេចក្រុងបាត់ដំបងក្រោយធ្វើតេស្តរកឃើញមានសារធាតុគីមីហាមឃាត់ហ្វម៉ាលីននិងសារធាតុគីមីហាមឃាត់បូរ៉ាក់មុខម្ហូបខាងលើត្រូវបានមន្ត្រីជំនាញដកហូតយកមកកម្ទេចចោលនៅសាខាកបបតាមនីតិវិធីនិងបានធ្វើកិច្ចសន្យាដល់អាជីវករដើម្បីបញ្ឈប់ការលក់គ្រឿងសមុទ្រដែលមានសារធាតុគីមីហាមឃាត់តទៅទៀតផងដែរ